សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះយើងនឹងមកជួបក្មេងស្រីម្នាក់ដែលប៉ាកែគាត់ជាអតីតសិស្សនិទេសអេគាត់ជាសិស្សជាប់អាហារូបករណ៍នៅរុស្ស៊ីហើយគាត់ចូលរួមការងារសង្គមច្រើនមែនទែនតោះឥឡូវមកជួបគាត់ទាំងអស់គ្នាសួស្តីអូនសួស្តីបង អូនអាចជួយណែនាំខ្លួនទៅកាន់បងប្អូនដែលកំពុងមើលវីដេអូនេះបានអត់ចាបងសួស្តីអ្នកនរគ្នាខ្ញុំសេលីជាអតីតសិស្សនិទេសអេហើយបច្ចុប្បន្នក៏ជានិស្សិតអាហារូបករណ៍ម្នាក់នៅឯប្រទេសរុស្ស៊ីហ្នឹងហើយពេលបងជួបអូនឯងបងចាប់អារម្មណ៍ច្រើនមែនទែនពីព្រោះអូនឯងជាអតីតសិស្សនិទេសអេអូនឯងជាប់អាហារូបករណ៍មករុស្ស៊ីហើយអូនឯងធ្វើការងារស្ម័គ្រចិត្តច្រើនមែនទែនអញ្ចឹងថ្ងៃនេះចាប់បោះសម្ភារចាបងឥឡូវចាប់ផ្ដើមពីដំណើរជាសិស្សនិទេសអេតែម្ដងតើអូនឯងធ្វើម៉េចដើម្បីឲ្យខ្លាយជាសិស្សនិទេសអេពីព្រោះមានយុវជនមានក្មេងៗគាត់មើលវីដេអូនេះដែរអញ្ចឹងអាចប្រាប់បានអំពីការរៀបចំខ្លួននិងត្រៀមខ្លួនក្នុងការប្រឡងដើម្បីយកនិទេសអេទី1គឺកត្តាខ្លួនឯងហ្នឹងសំខាន់ហ្មងព្រោះថាខ្ញុំបាន set target ខ្លួនឯងន័យថាខ្ញុំចង់បាននិទេសអេហ្នឹងគឺខ្ញុំចាប់ផ្ដើមដឹងតាំងពីខ្ញុំរៀនអនុវិទ្យាល័យមកគឺចាប់ពីថ្នាក់ទី7មកថាទៅវាជាក្តីសម័យរបស់សិស្សជាទូទៅហើយបងប៉ុន្តែសម្រាប់ខ្ញុំវិញគឺកត្តាគ្រួសារសំខាន់ខ្ញុំចង់មាន achievement អីមួយដើម្បីឲ្យគាត់អាច proud ហើយក៏ខ្លួនឯងដែរដែលគិតថាខ្ញុំរៀន12ឆ្នាំអញ្ចឹងទៅខ្ញុំចង់មានអីមួយជាសមិទ្ធផលដែលខ្ញុំអាច look back ទៅ high school life របស់ខ្ញុំគឺខ្ញុំបានមាន achievement មួយនេះហើយបើនិយាយពីវិន័យក្នុងការរៀនវិញពេលដែលយើងមានចិត្តចង់បាននិទេសអេហ្នឹងហើយអ្វីដែលយើងត្រូវធ្វើហ្នឹងគឺ consistent មានន័យថាភាពទៀងទាត់អញ្ចឹងការថ្នាក់វិទ្យាល័យហ្នឹងគឺខ្ញុំខំរៀនមកជារៀងរាល់ខែក្នុងការទទួលបាននិទេសល្អទៅលើមុខវិជ្ជាផ្សេងៗហើយមិនមែនថាបានលេខ1រហូតទេបងប៉ុន្តែអីដែលខ្ញុំគិតគឺខ្ញុំគិតវិញថាតើទៅលើមុខវិជ្ជាហ្នឹងគឺខ្ញុំបានទទួលបន្ទុកល្អនៅអញ្ចឹងនៅចំណុចណាដែលខ្ញុំអត់ទាន់បានល្អទេគឺខ្ញុំស្វែងរកចំណុចខ្សោយខ្លួនឯងហើយខិតខំរៀនបន្ថែមទៅលើមុខវិជ្ជាហ្នឹងឧទាហរណ៍ថាខ្ញុំចូលចិត្តគណិតចឹងហើយកណិតហ្នឹងខ្ញុំរៀងក្រំជាងមុខវិជ្ជាផ្សេងហើយអញ្ចឹងនៅលើមុខវិជ្ជាខ្មែរខ្ញុំនៅមានកម្រិតអញ្ចឹងទៅខ្ញុំពង្រឹងសមត្ថភាពខ្លួនឯងទៅលើមុខវិជ្ជាមួយនោះអញ្ចឹងពេលយើងបូកបន្ទុកសរុបចូលគ្នាទៅវាមានលទ្ធភាពក្នុងការទទួលបាននិទេសល្អចុះបើសិនបើសិស្សទី12ដែលគាត់ឥឡូវហ្នឹងដូចជាសល់100ថ្ងៃជាងឯងអញ្ចឹងបើសិនបើគាត់ដូចអត់បានត្រៀមខ្លួនអញ្ចឹងអូនឯងគិតថាតើគាត់ធ្វើមិនទៅជាពិសេសអ្នកចង់ឲ្យប្រឡងជាប់ទោះអត់បាននិទេសល្អក៏ដោយតើគាត់គួរត្រៀមខ្លួនអីខំប្រឹងធ្វើអីបន្ថែមក៏ប៉ុតទោះបីជាខ្ញុំទទួលបានលេខរៀងល្អប្រចាំខែមែនប៉ុន្តែថាខ្ញុំមានអត្តចរិតមួយដែលថាមិនហ៊ានរងថ្ងៃមើលមេហ៊ានរងថ្ងៃទេបងតែអីដូចថាចិត្តប្រឡងដែរមួយអាទិត្យពីរអាទិត្យអីបានខំរៀនអញ្ចឹងហ៎បងតែមិនពេលចិត្តប្រឡងបាក់ដប់ហ្នឹងឯងអញ្ចឹងអាពេលចិត្តប្រឡងបាក់ដប់ក្នុងរយៈពេលមួយខែចុងក្រោយហ្នឹងហ្មងណាបាទខ្ញុំសម្រុកមើលមេរៀនខ្លាំងគ្រាន់តែថាភាព consistent របស់ខ្ញុំហ្នឹងគឺខ្ញុំបានអនុវត្តប្រចាំថ្ងៃហើយអញ្ចឹងអ្នកទាំងអស់គ្នាក៏នៅមានឱកាសមែនតើក្នុងការព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការជាប់ឬក៏ទទួលបាននិទេសដែលខ្លួនឯងប៉ុនប៉ងអញ្ចឹងអីដែលខ្ញុំអាចចែករំលែកបាននោះគឺក្លែកមើលខ្លួនឯងសិនថាខ្លួនឯងនៅខ្វះត្រង់ចំណុចណាហើយចឹងយកបេតនេហ្នឹងគឺទៅពង្រឹងបន្ថែមទៅលើចំណុចមួយហ្នឹងមុខវិជ្ជាមួយហ្នឹងហើយក៏អត់បោះបង់ទៅលើមុខវិជ្ជាដែលខ្លួនឯងគិតថាខ្លួនឯងស្ទាត់ហើយជាក់ស្ដែងហ្នឹងគឺខ្ញុំរៀងស្ទាត់ជំនាញទៅលើមុខវិជ្ជាគណិតមុខវិជ្ជាខ្មែរគឺជាមុខវិជ្ជាដែលខ្ញុំអត់សូវនិយាយតាមត្រង់ទៅខ្ញុំអត់សូវបកកែទៅលើខាងហ្នឹងទេពេលដល់មួយខែចុងក្រោយហ្នឹងគឺខ្ញុំគឺ focus ទៅលើមុខវិជ្ជាខ្មែរហ្នឹងមែនតើគឺខ្ញុំទៅចាំតួអង្គនៅក្នុងសាច់គ្រឿងជាដើមខ្ញុំទៅដឹងពីយល់ពីកន្លឹះនៃការសរសេរធ្វើម៉េចឲ្យតែសេចក្តីហ្នឹងវាទទួលបានបន្ទុកល្អហើយដល់ពេលដែលខ្ញុំដឹង technique ទាំងអស់ហ្នឹងហើយក៏ខ្ញុំអត់ភ្លេចទៅលើមុខវិជ្ជាគណិតខ្លួនឯងដែរហើយដែលគួរ surprise ហ្នឹងបងគឺមុខវិជ្ជាដែលខ្ញុំគិតថាខ្ញុំបកកែហ្នឹងខ្ញុំបាននិទេស B ទៅលើមុខវិជ្ជាគណិតហើយមុខវិជ្ជាខ្មែរខ្ញុំគិតថាខ្ញុំអត់បកកែលើមុខវិជ្ជាហ្នឹងទេតែខ្ញុំបែរជាទទួលបាននិទេស A មិនប្រកាសថាអីដែលយើងអត់បកកែហ្នឹងយើងនឹងទទួលបាននិទេសល្អទេប៉ុន្តែអីដែលខ្ញុំរៀនសូត្រហ្នឹងគឺយើងត្រូវពង្រឹងទៅលើមុខវិជ្ជាដែលខ្លួនឯងគិតថានៅខ្វះខាតតែ at the same time ហ្នឹងគឺកុំមើលស្រាលទៅលើមុខវិជ្ជាដែលខ្លួនឯងគិតថាស្ទាត់ជំនាញហើយគឺនៅតែថាទៅយើងរំលឹកមេរៀនមែនប៉ុន្តែយើងផ្ដោតទៅលើអីដែលយើងអត់ទាន់ស្ទាត់ជំនាញអញ្ចឹងហ៎បងយល់អញ្ចឹងទាំងអស់គ្នានៅតែមានសង្ឃឹមក្នុងការពិវត្តខ្លួនដើម្បីធ្វើឲ្យប្រឡងទី12ជាប់ប៉ុន្តែយ៉ាងណាមិញក្រោយពីចប់វិទ្យាល័យមកបងស្ដាប់អូនឯងចូលរួមការងារស្ម័គ្រចិត្តច្រើនមែនទេតើមូលហេតុអីជំរុញឲ្យអូនឯងចូលរួមការងារស្ម័គ្រចិត្តហើយមានប្រយោជន៍អីដល់អូនឯងខ្លះការងារស្ម័គ្រចិត្តដូចជាធ្វើឲ្យខ្ញុំនឹងបានចេញពី comfort zone ខ្លួនឯងឬក៏ចាំ out of the box ចឹងពេលដែលខ្ញុំ high school ហ្នឹងគឺខ្ញុំជាសិស្សម្នាក់ដែលធ្វើមិនហ៊ានឲ្យបានបន្ទុកល្អអញ្ចឹងការងារខាងក្រៅហ្នឹងខ្ញុំអត់ស្គាល់ពីតម្លៃនៃការងារស្ម័គ្រចិត្តទេខ្ញុំអត់និយាយទៅខ្ញុំអត់តន់ស្គាល់ផងថាអ្វីទៅជាការងារស្ម័គ្រចិត្តប៉ុន្តែអាចថាខ្ញុំមាន role model ជាសិស្សច្បងអីផ្សេងៗដែលឃើញគាត់ជាមនុស្សប៉ាកែគាត់ប៉ាកែទៅលើការ socialize មាន communication skill មាន network ចឹងទៅ and then ក៏ខ្ញុំ start to មាន
ចិត្តមួយដែលគិតថាចង់បកកែដូចគេតែដល់ពេលដែលខ្ញុំ start to explore ហ្នឹងទៅធ្វើឲ្យខ្ញុំ realize ថាវាពិតជាមានតម្លៃហើយបើអាចគឺខ្ញុំគួរតែ start តាំងពី high school មកម៉េះជាស្ដែងដូចជាការមកសិក្សានៅប្រទេសរុស្ស៊ីនេះជាដើមក៏ជាផ្នែកមួយនៃសមិទ្ធផលដែលខ្ញុំបានទទួលពីការចូលរួមការងារស្ម័គ្រចិត្តជាដើមដែរចឹងការងារស្ម័គ្រចិត្តហ្នឹងមិនមែនត្រឹមតែជួយឲ្យយើង grow up ក្នុងការចេញពី comfort zone ខ្លួនឯងទទួលបាន soft skill ទេប៉ុន្តែskill ទាំងអស់ហ្នឹងក៏ដូចជាបទពិសោធន៍ទាំងអស់ហ្នឹងគឺធ្វើឲ្យយើងហ្នឹងមានថាមាន credit ក្នុងការ explore ការងារខាងក្រៅពីសាលាដូចជាអាហារូបករណ៍ដូចជា internship អីជាដើមតែខ្ញុំគិតថាការដែលខ្ញុំចប់អាហារូបករណ៍មកសិក្សានៅនេះគឺមាន base ទៅលើនិទេសរបស់ខ្ញុំទេប៉ុន្តែគឺ base ទៅលើ experience volunteer ហ្នឹងច្រើនជាងការទៅបាននិទេស A ហ្នឹងទៅទៀតបងជឿហើយបងគិតថាអានឹងជារឿងល្អមែនទែនពេលព្រោះទៅធ្វើការងារស្ម័គ្រចិត្តយើងនឹងជួបបរិយាកាសផ្សេងៗជួបមនុស្សផ្សេងៗរឿងរ៉ាវផ្សេងហើយជាឱកាសច្រើនមែនទែនដែលយើងអាចអភិវឌ្ឍខ្លួនបានហើយយុវជនទាំងអស់គ្នាគួរតែចូលរួមក្នុងការធ្វើការងារស្ម័គ្រចិត្តពីព្រោះវាមិនត្រឹមតែជួយខ្លួនឯងទេជួយដល់សង្គមជាតិរបស់យើងទៀតមែនអត់ពីព្រោះនៅពេលដែលយើងទៅធ្វើទៅមិនយើងទៅធ្វើទៅវាបំរើឲ្យស្ថាប័នឬក៏កន្លែងណាមួយដែលគេកំពុងធ្វើពីអីមួយអញ្ចឹងវាល្អមែនទែនប៉ុន្តែត្រឡប់មកវិញតកតងនៅអាហារូបករណ៍រុស្ស៊ីជាប់អាហារូបករណ៍មករុស្ស៊ីទៀតមានអារម្មណ៍មិនដែរអញនិយាយថា unexpected ពីព្រោះអីខ្ញុំនិយាយទៅការមករៀនសុខភាពហ្នឹងគឺជាក្តីសម័យរបស់ខ្ញុំហើយខ្ញុំជឿថាវាក៏ជាក្តីសម័យរបស់មនុស្សជាច្រើនមែនតើសម្រាប់ខ្ញុំហ្នឹងគឺវាអាចថាវាជា result មួយដែលខ្ញុំពិតជារីករាយប៉ុន្តែមុននឹងមកដល់កន្លែងហ្នឹងក៏ខ្ញុំត្រូវឆ្លងកាត់បទពិសោធន៍ជាច្រើនមិនទៅលើថាខ្ញុំនិទេស A តែប៉ុណ្ណឹងទៅខ្ញុំអាចទៅបានអាហារូបករណ៍ហ្នឹងឯងជាក់ស្ដែងហ្នឹងគឺបទពិសោធន៍ volunteer ទាំងអស់ហ្នឹងក៏ដូចជាលទ្ធផលសិក្សាមួយចំនួនដែលធ្វើឲ្យខ្ញុំនឹងអាចមករៀននៅនឹងបានបងជឿថាឥឡូវយើងមានសិទ្ធិស្មើគ្នាប៉ុន្តែ mindset មួយនៅតែមានថាកូនស្រីចេញពីផ្ទះមករៀងនៅតែម៉ែឪឬក៏សង្គមមួយមកកាន់យើងនៅតែជាពិសេសអ្នកផ្ទះរបស់យើងនៅតែបារម្ភពីយើងគិតថាអំបាកូនស្រីមកឆ្ងាយផ្ទះអីអូនឯងគិតថារឿងនឹងជាបញ្ហាអត់ហើយពេលមកដល់ក្នុងនាមអូនឯងជាមនុស្សស្រីម្នាក់តើអូនឯងគិតថាជួបរឿងអីខ្លះហើយមានអីកាត់ឡើងខ្លះបើខ្ញុំប្រាប់ថាខ្ញុំចង់មករៀនសង្ខេបចង់ experience culture shock ហ្នឹងហើយជាស្ដាប់ទៅដូចរៀងក៏ប្លែកហ៎បងហើយគាត់ថាមានអីហងគ្រាន់តែ cultural different ចឹងទៅប៉ុន្តែពេលជាក់ស្ដែងដែលយើងត្រូវជួបមនុស្សថ្មីបាក់បាត់ថ្មីកន្លែងថ្មីអា culture shock ហ្នឹងពិតជា shock យើងមែន shock ខ្លាំង shock ខ្លាំងហ្មងហើយអាហ្នឹងគឺជាអីដែលពិបាកជាងគេហើយមករៀននៅនេះគឺដំបូងទៅក៏អ្នកតាគាត់បារម្ភច្រើនដែរដែលយើងជាកូនស្រីហើយមករៀននៅប្រទេសក្រៅដែរជាប្រទេសតិចហើយឆ្ងាយខ្លាំងអត់សូវនិយាយទៅយើងចាប់ដើមថ្មីហ្មងអញ្ចឹងគាត់តែងតែបារម្ភច្រើនហើយបងប៉ុន្តែអីដែលខ្ញុំប្រកាន់ហ្នឹងគឺគោលចំហខ្លួនឯងដែលថាអាហ្នឹងវាជាក្តីសម័យរបស់ខ្ញុំ and like ខ្ញុំជឿថា I only live my life once អញ្ចឹងខ្ញុំចង់ make most of it ហើយគាត់ថាខ្ញុំនឹងស្ដាយក្រោយបើសិនជាខ្ញុំអត់ហ៊ានក្នុងការសាក់លបងឲ្យថ្មីហើយជាសំខាន់ហ្នឹងអាហ្នឹងគឺជាក្តីសម័យរបស់យើងតាំងពីដើមមកម៉ែយើងខំរៀន12ឆ្នាំយើងខំexperience volunteer ជាច្រើនហ្នឹងគឺតបនឹងយើង equip មករៀននៅសុខភាពបានគឺវាមិនមែនជារឿងងាយស្រួលទេហើយយើងចប់ហើយយើងបោះបង់ចោលអាហ្នឹងវាដូចជាយើងបោះបង់ឱកាសនៅចំពោះមុខយើងអញ្ចឹងបង so just go for it អញ្ចឹងអូនឯងគិតថាក្មេងស្រីផ្សេងទៀតឬក៏មិនបាច់តែក្មេងស្រីមនុស្សទាំងអស់ផ្សេងទៀតដែលមានក្តីសម័យចង់មករៀនក្រៅប្រទេសគួរតែមកអត់ពីព្រោះស្ដាប់ទៅក៏មានបញ្ហាមានរឿងរ៉ាវដែលយើងជួប unexpected ផ្សេង for every girl ដែលគាត់មានក្តីសម័យ what I can say is go for it និយាយទៅយើងកុំបោះបង់យើងទោះបីជាមនុស្សស្រីឬក៏មនុស្សប្រុសគឺយើងមានសិទ្ធិស្មើគ្នាអញ្ចឹងបើយើងមានក្តីសម័យចង់មកនឹងហើយយើងគឺត្រូវព្យាយាមពង្រឹងសមត្ថភាពខ្លួនឯង proof ខ្លួនឯងបើមិនជាអ្នកតេស្តគាត់អត់ពេញចិត្តអីចឹងយើងព្យាយាមបង្ហាញទៅគាត់ទៅថាបើមិនជាយើងធ្វើអានេះយើងនឹងទទួលបានលទ្ធផលមិនខ្លះដែលវា benefit ទៅកាន់យើងទៅកាន់អនាគតរបស់យើងហើយនិយាយទៅគឺជាយើងពង្រឹងសមត្ថភាពខ្លួនឯង proof ខ្លួនឯងហើយនឹងបង្ហាញឲ្យគាត់ឃើញថាអាហ្នឹងគឺជាក្តីសម័យរបស់ខ្ញុំហើយខ្ញុំនឹងព្យាយាមឲ្យអស់ទីបំផុតក្នុងការបំពេញក្តីសម័យមួយហ្នឹងធ្លាប់មកដល់ហើយមានអារម្មណ៍ថាស្ដាយក្រោយចង់ទៅទេអត់ស្មោះត្រង់ហ្នឹងនិយាយតាមទ្រង់អារម្មណ៍ហ្នឹងគឺអារម្មណ៍មួយពេលដែលជួបរឿង struggle like ខ្ញុំនិយាយចឹងហ្មង culture shock និយាយទៅ shock មែនតើហើយវានិយាយទៅការ adapt នៅនេះយើងគិតថាដំបូងគិតថា
យើងគួរតែ experience ហ្នឹងវានឹងធ្វើឲ្យយើង grow ប៉ុន្តែជាក់ស្ដែងពេលដែលយើងជួបបងបញ្ហាផ្លូវចិត្តហ្នឹងគឺសំខាន់ដែលធ្វើឲ្យខ្ញុំហ្នឹងគិតថាតើខ្ញុំសួរខ្លួនឯងថាមិនបានខ្ញុំមកហ្នឹងចង់ដំបូងគឺមានអារម្មណ៍ហ្នឹងមកពេលមែនគឺនឹកផ្ទះនឹក environment ដែលយើងធ្វើតែfamiliar with តែដល់ពេលសួរសំណួរខ្លួនឯងមួយហ្នឹងតើបានដូចដាស់តឿនខ្លួនឯងថាពិតខ្ញុំមកនឹងដំបូងគឺជាក្តីសម័យរបស់ខ្ញុំហើយឥឡូវខ្ញុំកំពុងនៅក្នុងក្តីសម័យរបស់ខ្ញុំតាហើយចុះតែខ្ញុំទៅវិញខ្ញុំទៅវិញអញ្ចឹងបើជ្រុលមកហើយគឺខ្ញុំចង់ឲ្យមានសមិទ្ធផលអីមួយត្រឡប់ទៅវិញមកបងសួរអានឹងដឹងមែនអត់ពីព្រោះនៅពេលដែលគិតដល់រឿងសិស្សចេញមករៀនក្រៅអ្នកទេឬក៏បងប្អូនយើងអីចឹងអីដែលគាត់មើលឃើញលយជិះយន្តហោះទៅក្រៅប្រទេសអញ្ចឹងចុះបណ្ដៃនៅពីក្រោយនឹងមានរឿងរ៉ាវជាច្រើនដែលយើងជួបបណ្ដៃយើងអាចធ្វើបានលោតមកដល់ឥឡូវអញ្ចឹងអីដែលជាការរំពឹងទុកក៏ដូចជាការបដិញ្ញាចិត្តរបស់ឯងពីព្រោះឯងមានសក្តានុពលមែនទេឯងបកកែតាំងពីដើមមកឯងធ្វើរឿងជាច្រើនតើអីដែលជាក្តីសម័យនឹងការរំពឹងទុករបស់ឯងទៅថ្ងៃមុខក្នុងការនាំយកអីដែលឯងរៀននាំយកអីដែលឯងចេះនៅនេះដើម្បីយកទៅជួបជាមួយសង្គមក៏ដូចជាសម្រាប់ខ្លួនឯងគ្រួសារប្រទេសជាតិនិយាយទៅពេលដែលខ្ញុំមកនេះនោះអីដែលខ្ញុំសង្កេតឃើញហ្នឹងគឺថាអាចថាទៅតាមប្រទេសបងប៉ុន្តែសម្រាប់ culture យើងនៅស្រុកហ្នឹងគឺអត់សូវមានការយល់ដឹងទូលំទូលាយដូចប្រទេសផ្សេងៗទៀតដែលនៅចិត្តយើងអញ្ចឹងហ៎បងអញ្ចឹងខ្ញុំគិតថាខ្ញុំចង់ឲ្យប្រទេសយើងហ្នឹងគឺគេ recognize ជាងមុនក្នុងរូបភាពណាមួយទោះបីជាតិចក្តីច្រើនក្តីគឺខ្ញុំចង់ចូលរួមអាចថាអាហ្នឹងគឺជាក្តីសម័យមួយពេលដែលយើងមកឧទាហរណ៍យើងជានិស្សិតកម្ពុជាមកនៅស្រុកក្រៅហើយគេសួរយើងមកពីណាខ្ញុំមកពីប្រទេសកម្ពុជាប៉ុន្តែគេអត់ recognize ថាយើងនៅណាហើយយើងត្រូវបញ្យល់ថាខ្ញុំមកពីកន្លែងនេះតំបន់នេះអញ្ចឹងយើងត្រូវបញ្យល់គេច្រើនមែនតើអញ្ចឹងអាហ្នឹងគឺជាអីដែលខ្ញុំគិតថាបើគេស្គាល់យើងច្រើនជាងមុនគេច្បាស់ជាចង់ដឹងហើយថាប្រទេសយើងនឹងមានអីគេខ្លះក៏ attract tourist ឲ្យទៅលេងប្រទេសយើងជួយទៅដល់សេដ្ឋកិច្ចប្រទេសយើងច្រើនជាងមុនទៀតអញ្ចឹងអីដែលខ្ញុំអាចធ្វើបានហ្នឹងគឺមានតែខិតខំរៀនហើយតំណាងខ្លួនឯងថាខ្ញុំជានិស្សិតកម្ពុជានៅប្រទេសនេះអញ្ចឹងខ្ញុំត្រូវមានចំណេះដឹងដែលអាចបញ្យល់ទៅកាន់គេបានថាប្រទេសខ្ញុំមានប្រាសាទអង្គរវត្តមាន culture បែបនេះដែលខ្ញុំអាចបញ្យល់ទៅគេបានហើយបន្ថែមពីនឹងទៀតតំណាងខ្លួនឯងថាយើងជាទូតម្នាក់ក្នុងការបកស្រាយរៀបរាប់ពីប្រទេសយើងទៅកាន់គេហើយអីដែលយើងត្រូវធ្វើដែលខ្ញុំគិតថាជាទូនាទីរបស់ខ្ញុំហ្នឹងគឺខំរៀនឲ្យគេដឹងថាយើងជានិស្សិតមកពីប្រទេសនេះយើងរៀនសូត្របានចេះហើយពេលយើងត្រឡប់ទៅខ្មែរវិញក៏ខ្ញុំជឿថាចំណេះដឹងហ្នឹងគឺខ្ញុំអាចជួយទៅលើអាចថាដោយសារតែជំនាញដែលខ្ញុំរៀនហ្នឹងគឺផ្នែកទំនាក់ទំនងអន្តរជាតិអញ្ចឹងខ្ញុំជឿថាពេលដែលខ្ញុំមាន experience នៅក្រៅស្រាប់ហ្នឹងគឺអាចជួយឲ្យខ្ញុំហ្នឹងអាចមាន skill ក្នុងការភ្ជាប់តំណែងជាមួយនឹងប្រទេសយើងជាមួយនឹងបរទេសបានប្រសើរជាងមុនអញ្ចឹងហើយបានខ្ញុំសុខចិត្តមករៀននៅស្រុកក្រៅហ្នឹងព្រោះខ្ញុំគិតថាបើខ្ញុំចង់ភ្ជាប់តំណែងប្រទេសយើងជាមួយនឹងប្រទេសផ្សេងអញ្ចឹងខ្ញុំត្រូវ immerse ខ្លួនឯងទៅក្នុង international field ឲ្យបានកាន់តែច្រើនរៀនមួយសិស្សបរទេសជាច្រើន Yes ល្អមែនទេហើយបងជឿថានឹងក្លាយជាចំណែកដ៏ធំចំណែកដ៏ពិសេសសម្រាប់ប្រទេសជាតិយើងហើយបងជឿថាមានមនុស្សជាច្រើនទៀតដែលគេពិសេសប៉ុន្តែនឹងជាម្នាក់ដែលពិសេសអញ្ចឹងបងជឿថាទៅវិញនឹងជួយប្រទេសជាតិច្រើនហើយកំឡុងពេលនេះក៏នឹងបានផ្សព្វផ្សាយអីជាច្រើនហើយវីដេអូនេះដែរសង្ឃឹមថាយុវជនជាពិសេសយុវជនខ្មែរទាំងអស់នៅគ្រប់ទីកន្លែងជុំវិញពិភពលោករួមទាំងអ្នកនៅរៀននៅស្រុកខ្មែរបងប្អូនរៀននៅវិទ្យាល័យសូមកសាងសមត្ថភាពរបស់យើងដើម្បីប្រទេសជាតិរបស់យើងទាំងអស់គ្នាពីព្រោះយើងទាំងអស់គ្នាគឺជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើងបងឯងមានអីនិយាយចុងក្រោយទៅកាន់អ្នកមើលជាពិសេសយុវជនតែមានក្តីសម័យអីដែលខ្ញុំអាចថាជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំគិតថាក្រៅពីការសិក្សានៅក្នុងថ្នាក់អ្នកនរគ្នាក៏អាចពិចារណាក្នុងការរកបទពិសោធន៍បន្ថែមជាពិសេសគឺការយកស្ម័គ្រចិត្តអីហ្នឹងព្រោះមិនថាយើងជួយតែសង្គមទេតែយើងក៏ជួយខ្លួនឯងដែរទីមួយគឺយើងស្វែងយល់ខ្លួនឯងថាយើងស្រឡាញ់អីចូលចិត្តអីអញ្ចឹងយើងបាន prepare ខ្លួនឯងថាបន្ទាប់ពីចប់ថ្នាក់វិទ្យាល័យទៅតើយើងគួរទៅបន្តសិក្សាលើជំនាញអីបន្តហើយបទពិសោធន៍ឬក៏ដូចជា skill ទាំងអស់ហ្នឹងនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ឱកាសជាច្រើនដូចជាការងារស្ម័គ្រចិត្តឬក៏ឱកាសទៅក្រៅគឺចង់ឲ្យអ្នកទាំងអស់គ្នាពិចារណាទៅលើចំណុចមួយហ្នឹងសង្ឃឹមថាវីដេអូនេះនឹងជួយចែករំលែក
ចំណេះដឹងខ្លះៗក៏បទពិសោធន៍ខ្លះៗទៅកាន់អ្នកដែលគាត់ចង់អភិវឌ្ឍខ្លួនឯងបន្ថែមអញ្ចឹងអរគុណច្រើន ហើយអរគុណអ្នកមែនទែនសម្រាប់ការផ្ដល់បទសម្ភាសន៍ឲ្យបងសង្ឃឹមថាវីដេអូនេះរំលឹកទៅកាន់អ្នកមើលដែរថាគ្រប់គ្នាពិតជាអាចធ្វើបានហើយយើងពិតជាអាចទៅឆ្ងាយលើអំពីអ្វីដែលយើងសម័យហើយអរគុណមែនទែនបងលើកទឹកចិត្តតាមរយៈអ្វីដែលអ្នកបានចែករំលែកហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះទទួលបានការលើកទឹកចិត្តដូចគ្នាដែរហើយបើសិនបើគិតថាវីដេអូនេះសំខាន់ហើយនឹងជះឥទ្ធិពលវិជ្ជមានទៅកាន់សង្គមកុំភ្លេចចែករំលែកវីដេអូនេះម្នាក់មួយផងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសូមអរគុណជម្រាបលាបាយ